lawyer was thinking that his neighbours were just his close friends. គ្រូគិតវិន័យឬក៏អ្នកប្រាជ្ញខាងច្បាប់នឹងគឺគិតថាអ្នកជិតខាងគឺអ្នកដែលនៅក្នុងសាសនាសាសយោដាជាមួយគាត់ And his close friends were probably all Jewish. ហើយអ្នកជិតខាងនោះគឺសិតតែពួកសាសយោដា They are the neighbours that matter. គឺអ្នកជិតខាងហ្នឹងជារឿងសំខាន់ Other people don't matter. ហើយអ្នកផ្សេងគឺមិនសំខាន់អ្វីទេ Other people are irrelevant. អ្នកផ្សេងទៀតគឺមិនមានការតាក់ទងអ្វីទេ But Jesus has a very different view. ប៉ុន្តែព្រះយេស៊ូវទ្រង់មានទស្សនៈផ្សេងខុសពីអ្នកប្រាជ្ញខាងច្បាប់ Jesus illustrates that loving your neighbour is not about simply those who are part of your friendship group. ទ្រង់មានបន្ទូលបង្ហាញថាអ្នកជិតខាងគឺមិនមែនគ្រាន់តែជាអ្នកដែលនៅក្នុងសាសនាជាមួយខ្លួននោះទេ The true definition of neighbour is those that show compassion and help regardless of the background of the others. ហើយអ្នកជិតខាងដ៏ពិតប្រាកដនោះគឺជាអ្នកដែលបានជួយអ្នកផ្សេងទៀតដែលកំពុងតែមានការលំបាកដោយមិនគិតអំពីអ្នកដែលនៅក្នុងសាសនាមួយនោះទេ Neighbours are not just the people that we know. អ្នកជិតខាងមិនមែនគ្រាន់តែជាអ្នកដែលយើង